ពួកគេគឺផឹកស្រាខ្លែងសាច់យកតែម្ដងម្នាក់ហូបឆ្ងាញ់ខ្លាំងណាស់ប៉ុន្តែបើសិនជាយើងក្រឡេកមើលមិញឡុងដែលជាម្ចាស់ផ្ទះគាត់គឺហាក់ដូចជាក្រឡេកមើលពួកគេនឹងហូបសប្បាយចិត្តនឹងធ្វើទឹកមុខគួរឲ្យខ្លាចខ្លាំងមែនទែនហាក់ដូចជាមានមោទនភាពឲ្យពួកគេទាំងអស់ហ្នឹងណាហូបសាច់ស្នាដៃរបស់គាត់យើងឃើញថានៅក្នុងថ្ងៃចូលឆ្នាំមានមិត្តមួយក្រុមគេជួបជុំគ្នានៅផ្ទះបារម្ភម្នាក់ដែលគាត់គឺជាអ្នកលក់គុយទាវថ្ងៃចូលឆ្នាំអញ្ចឹងគឺនរណាមានសាច់គេចេញសាច់ទៅនរណាចិនទឹកគឺគេចេញទឹកដើម្បីផឹកស៊ីអបអរសាទរជួបជុំគ្នាចំពោះបរិបទពីនេះដែលមានឈ្មោះថាដងណាំហើយនឹងហ៊ុយង៉ែនគាត់គឺបានមកផ្ទះបារម្ភម្នាក់ទៀតដែលជាមិត្តសម្លាញ់របស់គាត់ជាអ្នកបើកហាងលក់គុយទាវដែលមានឈ្មោះថាមិញឡុងនៅពេលដែលមកដល់គឺគេយកថោផ្កាអង្គាសិលនិងយកប៊ីយ៉ាហ្នឹងមួយកេះដើម្បីមកចូលរួមផឹកស៊ីជួបជុំគ្នាមិញឡុងដែលជាម្ចាស់ផ្ទះក៏គាត់មានមិត្តភ័ក្តិបងប្អូនអីនៅផ្ទះពីរនាក់ដែរអញ្ចឹងទៅពួកគេក៏បានមកជួបជុំគ្នាដើម្បីផឹកស៊ីលេងសប្បាយនៅថ្ងៃចូលឆ្នាំថ្ងៃនេះផងដែរមិញឡុងគឺគេមានមោទនភាពខ្លាំងណាស់ដោយសារតែមានសាច់ពិសេសគឺសាច់ដែលធ្វើពីសាច់សេះមកធ្វើជាម្ហូបអាហារឲ្យពួកគេទាំងអស់នឹងមកដើម្បីជាការទទួលភ្ញៀវហូបមិញឡុងគឺគេបានលើកកលៀនសេះរួចក៏បានប្រាប់ទៅកាន់មិត្តសម្លាញ់ឲ្យភ្លក់ទៅហូបកលៀនសេះដើម្បីបើកលៀនខ្លួនឯងដូច្នេះទៅដងណាំគាត់ហូបគឺមានរសជាតិឆ្ងាញ់ហើយហូបជក់មាត់ខ្លាំងមែនទែនឯអាប៉ែហ៊ុយង៉ែនវិញចូលមកដល់អត់មានដោះមុខធ្លុបទេគាត់ក៏សាវ៉ាហូបគ្រឿងក្នុងហូបអីម្នាក់លាន់មាត់គឺពិតជាឆ្ងាញ់ខ្លាំងណាស់ដោយសារតែទម្លាប់តែហូបសាច់ជ្រូកសាច់គោអីចឹងណាមកដល់សាច់សេះនាំគ្នាហូបឈ្ងោកតែម្ដងនិយាយពីថាម្នាក់ចូលចិត្តជាពិសេសគឺចូលចិត្តគ្រឿងក្នុងទាំងពោះវៀនទាំងខ្លាមឯហ្នឹងលើកហត់លើកហូបលើកហែកពិតជាតំណងខ្លាំងមែនទែនជាពិសេសគឺថាអត់មានហូបបាយអត់មានហូបដាក់បន្លែអីច្រើនទេពួកគេគឺផឹកស្រាខ្លែងសាច់យកតែម្ដងម្នាក់ហូបឆ្ងាញ់ខ្លាំងណាស់ប៉ុន្តែបើសិនជាយើងក្រឡេកមើលមិញឡុងដែលជាម្ចាស់ផ្ទះគាត់គឺហាក់ដូចជាក្រឡេកមើលពួកគេនឹងហូបសប្បាយចិត្តនឹងធ្វើទឹកមុខគួរឲ្យខ្លាចខ្លាំងមែនទែនហាក់ដូចជាមានមោទនភាពឲ្យពួកគេទាំងអស់ហ្នឹងណាហូបសាច់ស្នាដៃរបស់គាត់សោតខ្លាំងផឹកបណ្ដាសោតបណ្ដាយើងក៏មិនដឹងថាមានអ្វីនៅក្នុងសាច់សេះហ្នឹងទេមិនក៏គាត់ធ្វើអកប្បកិរិយាដូចចង់ឲ្យពួកគេអស់ហ្នឹងហូបខ្លាំងម្ល៉េះសាច់រឿងបន្តមកទៀតក៏តែយើងឃើញថាពួកគេគឺថាផឹកស៊ីហូបចុកជាមួយនឹងគ្នាតាំងពីថ្ងៃដល់ល្ងាចតាំងពីល្ងាចដល់កណ្ដាលយប់ទៅនាំគ្នាសម្រាប់ចូលគេងស្រាប់ជួយជំនួសកសិកាចាស់ប្រេងដល់សំណើមដល់ស្បែកជួយព្យាបាលស្នាមអាចរុយនិងស្នាមអុចខ្មៅងាយស្រួលក្នុងការប្រើប្រាស់ប្រេងស៊ូជីអាចប្រើចូលគ្នាជាមួយស្រាប់ស៊ូជីនឹងជួយបំបត្តិបញ្ហាបានលឿនឆាប់រហ័សជាផលិតផលមានស្តង់ដារខ្ពស់ប្រើជាឈុតដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ប្រកបដោយសុវត្ថិភាពទំនាក់ទំនងទិញតាមរយៈ Telegram ឬលេខទូរស័ព្ទដែលបានដាក់ឬអាចរកទិញបានតាមទីផ្សារទូទាំង25ខេត្តក្រុងដែលនៅជិតលោកអ្នកពីថ្ងៃដល់ល្ងាចតាំងពីល្ងាចដល់កណ្ដាលយប់ទៅនាំគ្នាសម្រាប់ចូលគេងម្នាក់ដាក់រៀងធ្ងន់ដែរផឹកស្រារៀងអស់ច្រើនដែរដូច្នេះហើយគឺរកកន្លែងស្រួលបួលរៀងខ្លួនហើយហេតុតែជាតែមិត្តភ័ក្តិអញ្ចឹងកន្លែងណាមានកន្លែងដេកស្រួលពួកគេចេះតែដេកទៅអត់មានប្រកាន់លើក្រោមមុខក្រោយអីទេពេលមួយយើងក៏ឃើញថាហ៊ុយង៉ែនគាត់ដេកមួយមើលសំខាន់អាប៉ែនឹងដេកអត់មានដោះមុខគ្រប់សោះអោមឲ្យស្អុយពេញនឹងដោយសារតែគាត់ហូបច្រើនចំណែកឯដងណាំគាត់ដោយស្អុយផោមិត្តសម្លាញ់ពេកក៏បានងើបចេញប៉ុន្តែអត់មានងើបចេញទៅណាទេគាត់ត្រូវការប្រើប្រាស់បន្ទប់ទឹកព្រោះតែគាត់ឈឺពោះបាត់ជើងហើយបន្ទប់ទឹករបស់មិញឡុងគឺនៅខាងក្រោយផ្ទះនោះចិត្តស្រែមើលទៅដូចជាគ្មានភ្លើងគ្រប់គ្រាន់ទៀតធម្មតានៅជនបទចឹងឯងពេលអញ្ចឹងទៅដងណាំគាត់បានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីបាត់ជើងនៅក្នុងកន្លែងបន្ទប់ទឹកនឹងដែរគឺគេមានបន្ទប់ពីរបន្ទប់មួយអាចដាក់ឲ្យប្រើប្រាស់ធម្មតាប៉ុន្តែបន្ទប់មួយទៀតគឺមានការដាក់សោដាក់ច្រវាក់អីឡើងណែនជាហេតុធ្វើឲ្យដំបងឲ្យដងណាំគាត់រៀងឆ្ងល់ដែរប៉ុន្តែគាត់អត់ខ្វល់ទេព្រោះតែខ្លួនឯងពេលនេះឈឺបាត់ជើងទៅហើយដូច្នេះគាត់ក៏ប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ទឹកដើម្បីទៅបាត់ជើងគាត់ចូលបន្ទប់ទឹករៀងយូរដែរហើយនៅពេលមួយយើងក៏ឃើញថាប្រហែលជាកន្លះម៉ោងស្រាប់តែទ្វារដែលបានទាស់ដូចជាច្រវាក់ហើយនឹងមេសោហ្នឹងវាស្រាប់តែបើកយើងក៏មិនទាន់ដឹងថានរណាគេបើកចូលទេ